ដោះស្រាយសម័យកាលដែលមានភាពបែងជាលេខបែបនេះគឺយើងត្រូវធ្វើយ៉ាងណាគឺយើងត្រូវតម្រូវភាពបែងរួមបន្ទាប់ពីយើងតម្រូវលោកសរសេរអ្នកទាំងអស់គ្នាតើយើងមកចូលលំហាត់ថ្មីរបស់យើងចំពោះលំហាត់ថ្មីរបស់យើងនេះជាប្រភេទលំហាត់ដោះស្រាយសម័យកាលប៉ុន្តែចំពោះលំហាត់មុនរបស់យើងនេះក៏ជាប្រភេទដោះស្រាយសម័យកាលដែរប៉ុន្តែគឺវាអត់មានភាពបែងជាលេខទេអញ្ចឹងបើអត់មានភាពបែងជាលេខគឺយើងគុណពលាតទៅចំពោះលំហាត់នេះយើងមានភាពបែងជាលេខអញ្ចឹងបើសិនជាចង់ដឹងថាវាដោះស្រាយបែបណាតើយើងមកតាមដល់ទាំងអស់គ្នាតោះជាដំបូងនេះយើងដាក់លំហាត់ដាក់ចម្លើយសិនមែវចម្លើយយើងមកដោះស្រាយលំហាត់កយើងមុនណាក 5x ភាគបែងវា3បូកជាមួយនឹង9ភាគបែងវាគឺ8ស្មើជាមួយនឹង 7x ភាគបែង6បូកជាមួយនឹង3ភាគបែង16ចំពោះការដោះស្រាយសម័យកាលដែលមានភាពបែងជាលេខបែបនេះគឺយើងត្រូវធ្វើយ៉ាងណាគឺយើងត្រូវតម្រូវភាពបែងរួមបន្ទាប់ពីយើងតម្រូវភាពបែងរួមរបស់វាហើយគឺយើងលុបបំបាត់ភាពបែងនឹងហើយបានយើងទាញរកតម្លៃដែលគេចង់ឲ្យយើងរកចំពោះតម្លៃដែលគេចង់ឲ្យយើងរកនោះគឺតម្លៃ x អញ្ចឹងយើងត្រូវទាញរក x ធ្វើយ៉ាងណាដើម្បីរក x ឃើញអញ្ចឹងដំបូងនោះគឺយើងត្រូវតម្រូវភាពបែងរួមតែយើងមកមើលសិនភាពបែងយើងទាំងអស់ហ្នឹងគឺ16ធំជាងគេ16អាចចែកដាច់ជាមួយនឹង8ប៉ុន្តែយើងអាចចែកដាច់ជាមួយនឹង6និង3ទេអញ្ចឹងបើយើង16ចែកដាច់នឹងបើ16ចែកដាច់ទាំងអស់អញ្ចឹងគឺយើងដាក់វា32ម្ដងពេលដែលយើងដាក់32អាចចែកដាច់ជាមួយនឹង16ប៉ុន្តែចែកដាច់ជាមួយនឹង3ហើយនឹង6ឯងអញ្ចឹងយើងឡើងទៀតមកអញ្ចឹងយើងឡើងគុណវាជាមួយនឹង3ម្ដងអញ្ចឹង16គុណ3វា48អញ្ចឹង48អាចចែកដាច់ជាមួយនឹង6អាចចែកដាច់ជាមួយនឹង6គឺបាន3អញ្ចឹងយក48មកចែកនឹង6ទៀតមក48ចែកនឹង6គឺបាន8បន្តមកទៀតគឺយើងយក48ហ្នឹងយកមកចែកជាមួយនឹង3ដាក់ចែកជាមួយនឹង8 48ចែកនឹង3ហ្នឹងគឺចែកដាច់គឺបាន6ដងជាចុងក្រោយហ្នឹងគឺយើងយក48ហ្នឹងយកមកចែកដាច់ជាមួយនឹង3ទៀតមក48ចែក3ហ្នឹងគឺបាន16អញ្ចឹងយើងធ្វើមកអញ្ចឹងយើងឥឡូវហ្នឹងគឺយើងដឹងហើយថាភាពបែងរបស់វាហ្នឹងគឺយើងដាក់ចំពោះភាពបែងរបស់យើងហ្នឹងគឺ48ចឹងយើងដាក់តតមក3គុណជាមួយនឹង16គឺបាន48ចំពោះភាពបែងគុណជាមួយនឹងប៉ុន្មានភាគយកក៏គុណប៉ុណ្ណឹងដែរអញ្ចឹង 5x គុណជាមួយនឹង16បូក8គុណជាមួយនឹង6បាន48អញ្ចឹងភាគបែងគុណប៉ុណ្ណាភាគយកក៏គុណប៉ុណ្ណឹងដែរអញ្ចឹង9គុណនឹង6ចំណែក6គុណជាមួយនឹង8គឺបាន48អញ្ចឹង7អីក៏គុណទៅត្រូវគុណជាមួយនឹង8ដូចគ្នាបូក16គុណ3បាន48តែភាគបែងគុណប៉ុណ្ណាភាគយកក៏គុណប៉ុណ្ណឹងដែរបន្ទាប់ពីគុណរួចហើយគឺយើងឥឡូវនេះយើងដាក់សញ្ញាស្មើតទៀតមក16គុណ3 48អញ្ចឹង 5x គុណជាមួយនឹង16គឺបាន80x បូកជាមួយនឹង9គុណ6គឺបាន54ភាគបែង48 7x គុណជាមួយនឹង8បាន56x ស្មើភាគបែង48បូកជាមួយនឹង9លើ48បន្ទាប់ពីយើងតម្រូវភាពបែងវារួចហើយគឺយើងមកលុបភាពបែងវាចោលអញ្ចឹងយើងដាក់មក80x បូក54ស្មើ56x បូក9
យមកទៀតគឺយើងដាក់តួណាដែលមានអញ្ញត្តិដូចគ្នាមកអង្គមកខាងនិងតួណាដែលអត់មានអញ្ញត្តិទៅអង្គមកខាងអញ្ចឹងយើងបាន 80 យើងនៅដដែលមក 80x បន្តមកទៀតយើងបោះ 56 មកអង្គទី1ចំពោះ 56x ហ្នឹងនៅអង្គទី2គឺសញ្ញាបូកពេលដែលយើងបោះវាមកអង្គទី1គឺសញ្ញាដកកាលណាយើងបោះលេខមកឆ្លងអង្គគឺយើងត្រូវផ្លាស់ប្ដូរសញ្ញារបស់វាអញ្ចឹងដក 56 ស្មើ 9 នៅដដែលយើងបោះ 54 មកអង្គទី2មកចំពោះ 54 នៅអង្គទី1គឺសញ្ញាបូកពេលដែលយើងបោះមកអង្គទី2គឺវាផ្លាស់ប្ដូរសញ្ញាទៅជាសញ្ញាដកអញ្ចឹងបានដក 54 80 ដក 56 គឺបាន 24x ស្មើ 9 ដក 54 គឺបានដក 45 បន្តមកទៀតគឺយើងទាញរក x នាំឲ្យ x ស្មើដក 45 ចែកជាមួយនឹង 24 ចំពោះ 24 គឺនៅអង្គទី1របស់វានឹងគឺសញ្ញាគុណពេលដែលយើងបោះវាឆ្លងអង្គគឺវាដូរសញ្ញាអញ្ចឹងនៅអង្គទី1សញ្ញាគុណពេលយើងបោះទៅគឺសញ្ញាចែកអញ្ចឹង 45 ចែក 24 បានគឺ45 ចែក 24 អត់ដាច់ទេអញ្ចឹងគឺយើងត្រូវសម្រួលវាតោះយើងមកមើលថាសម្រួលវាជាមួយនឹងប្រមាណអញ្ចឹងឥឡូវហ្នឹងគឺយើងសម្រួលវាមកចំពោះ 45 ចែក 45 ចែក 24 គឺអញ្ចឹងយើងយក 45 ចែក 24 ហ្នឹងសម្រួលជាមួយនឹង 3 ចំពោះភាគបាញ់សម្រួល 3 ភាគយកក៏ត្រូវសម្រួល 3 ដែរអញ្ចឹង 45 សម្រួលជាមួយនឹង 3 គឺបានដាក់សញ្ញាដកវាដដែលមក 45 សម្រួលនឹង 3 គឺបាន 10 15 ចំពោះ 24 សម្រួលជាមួយនឹង 3 គឺបាន 8 អញ្ចឹងចម្លើយរបស់យើងនឹងគឺ x ស្មើដក 15 លើ 8 យើងដាក់ដូចនេះមកដូចនេះស្មើដក 15 ចែកនឹង 8 ជាចម្លើយយើងសម្រួលវាបែបហ្នឹងដោយសារលេខហ្នឹងគឺវាចែកអត់ដាច់អញ្ចឹងយើងត្រូវសម្រួលវាឲ្យលេខហ្នឹងទូជាងមុន